សួស្តីពុកម៉ែបងប្អូនតោះខ្ញុំបាទនាំបងប្អូនទៅមើលស្រែតែគម្រោងនឹងដាក់ម៉ាស៊ីនច្រូតប៉ុន្តែផ្លូវវារឿងពិបាកបន្តិចក្នុងការទៅទោះផ្លូវពិបាកយ៉ាងណាក៏ដោយមិនជាឧបសគ្គសម្រាប់អ្នកស្រែទេគឺទៅដល់គោលដៅដើម្បីមើលស្រូវថាស្រូវវាល្អប៉ុណ្ណាដើម្បីហៅម៉ាស៊ីនច្រូតក៏ប៉ុន្តែម៉ាស៊ីនយើងពិបាករោបន្តិចដោយសារម៉ាស៊ីនឡូថ្លៃបងប្អូនស្រូវថោកហើយម៉ាស៊ីនថ្លៃទៀតអញ្ចឹងផ្លូវទៅស្រែខ្ញុំបាទគឺផ្លូវ10ព្រៃនឹងឯងបងប្អូនអាចទស្សនាបានកាត់វាលចូលព្រៃកាត់ព្រៃចូលវាលរហូតបានមកដល់ទីតាំងជិតដល់កន្លែងស្រែហើយបងប្អូនអាចទស្សនាស្ដាប់បានបងប្អូនដោយកន្លែងខ្លះមកខ្លះតែយើងអាចគួរដាក់ថ្ងៃដូរខ្លះអញ្ចឹងណាយើងមើលទីតាំងវាសិនថាយើងអាចដាក់ម៉ាស៊ីនច្រូតបានអត់ព្រោះយើងត្រូវវាមិនសូវល្អត្រូវវាមិនសូវក្រាស់យើងអាចដាក់បានទេតែស្អីខាតម៉ាស៊ីនវាថ្លៃបងប្អូនម៉ាស៊ីនថ្លៃស្រូវថោកពេលស្រូវថោកស្រូវយើងមិនសូវក្រាស់ទេមិនសូវល្អទេយើងអាចដាក់ម៉ាស៊ីនបានទេហើយស្រូវឌូខ្លះបងប្អូនឌូខ្លះមិនដល់ឆ្នាំនេះទាំងផ្លែក្រឿនទាំងឆ្នាំមុនតែឆ្នាំមុនយើងបញ្ជាទៅវាខាតនេះអាចបានទេមើលទៅបាទល្អគួរសមហើយបងប្អូននេះអាចដាក់ម៉ាស៊ីនបាន10-20B អីហ្នឹងឯងមើលទៅយើងដើរមើលវាសិនបងប្អូនបាទនេះខ្លះដូលហើយដូលម៉ាស៊ីនយកបាននៅក្រៅបងប្អូនម៉ាស៊ីនយកបានទេចប់ដោយចិនលិចស្រែអីខាតស្រូវទៀតអាចខាតយើងដើរមើលហើយថាដូលលេងខ្លះដូលច្រើនបងប្អូនមុខទឹកតែនេះស្រែទឹកrồiតែមុខទឹកនេះនេះដូលល្អលេបាទដូលឡើងមករៀបបងប្អូនមើលដូលឡើងមកទាំងហឹងអត់ហើយដូលបាទដូលមកអស់នេះដូលរៀបមកស្រែនេះស្រែនេះវាមានស្រែច្រើនទេបងស្រែតែមួយមកហាត់កន្លះបដ បាទដូលទៅព្រិញអស់ហើយទៅពេលអញ្ចឹងបើយើងហាចំណាប់ក៏វានៅទឹកដែរនេះបងដូលមកចេះបដដូលមករំប្រាញ់អត់ហើយហ្នឹងដូលឡើងមកឈូមកអីទេចឹងបាទហើយនឹងថាម៉ាស៊ីនយកបានអត់ដូលប៉ុណ្ណេះលេតិចទេបងដូលខ្លាំងឡើងរៀបមកមកមកប៉ុណ្ណេះដាក់បានហើយរៀបឈឹងវាមិនក្រាស់ពេកក៏វាមិនស្ដើងពេកដែរមកលមុំរៀបអស់បងប្អូនយើងអ្នកភូមិជម្រាបលាបងប្អូនបាទទៅរៀបអស់ទីតាំងស្រែប៉ុណ្្នឹងឯងវាច្រាញ់ដែរវាមិនច្រើននេះទេបងប្អូនស្រែបន្តិចតិចដែរហ្នឹងត្រូវមើលវាហើយក្រាស់ហើយទៀតយើងទៅមើលមកកន្លែងទៀត